សូម្បីតែខួរក្បាលក៏មានសំណល់កខ្វក់ដែរអ្នកជំនាញណែនាំថាការគេងឲ្យបានគ្រប់គ្រាន់ជាមធ្យោបាយសម្អាតសំណល់ក្នុងខួរក្បាលមនុស្សយើងគឺដូចជាផ្នែកផ្សេងទៀតនៃរាងកាយដែរពលគឺវាអាចផលិតបញ្ចេញសំណល់ដែលត្រូវការសម្អាតចេញជាចាំបាច់ដើម្បីឲ្យខួរក្បាលដំណើរការទៅល្អសាស្ត្រាចារ្យផ្នែកសរសៃប្រសាទលោកអៀន McDonald បានបញ្យល់ថាខួរក្បាលមនុស្សមានប្រព័ន្ធសម្អាតពិសេសម្យ៉ាងហៅថា microglia និងប្រព័ន្ធ glymphatic ដែលជួយសម្អាតជាតិពុល ប្រូតេអ៊ីនដែលនៅសល់និងកោសិកាចាស់ៗនានាតាមពិតទៅដំណើរការសម្អាតខួរក្បាលនេះចាប់ផ្ដើមឡើងភាគច្រើនអំឡុងពេលទទួលទានដំណេកដោយដំណើរការនេះរក្សាខួរក្បាលឲ្យស្អាតល្អនិងការពារកុំឲ្យខួរក្បាលពោពេញទៅដោយសារធាតុកខ្វក់យ៉ាងណាក៏ដោយនៅពេលដែលមនុស្សកាន់តែចាស់ទៅប្រព័ន្ធសម្អាតខួរក្បាលនេះគឺមិនសូវមានប្រសិទ្ធភាពដូចមុនឡើយដូច្នេះហើយទើបមនុស្សចាស់ឧស្សាហ៍ជួបបញ្ហាដូចជាបាត់បង់ការចងចាំនិងជំងឺភ្លេចភ្លាំងជាដើមការស្រាវជ្រាវថ្មីៗបានបង្ហាញថាការកែលម្អប្រព័ន្ធដំណើរការសម្អាតខួរក្បាលនេះអាចជួយការពារខួរក្បាលពីការធ្លាក់ចុះបញ្ញាស្មារតីបានការសិក្សានៅឆ្នាំ2025ពីសាកលវិទ្យាល័យ Washington បានរកឃើញថានៅពេលដែលមនុស្សកាន់តែចាស់ខួរក្បាលគឺកាន់តែមានការលំបាកក្នុងការសម្អាតសំណល់អាក្រក់ទាំងនេះចេញអ្នកវិទ្យាសាស្ត្រជឿថាប្រសិនបើសំណល់ក្នុងខួរក្បាលមិនត្រូវបានសម្អាតទេនោះវាអាចបង្កផលប៉ះពាល់ដល់កោសិកាសរសៃប្រសាទរបស់មនុស្សបានជុំវិញការស្រាវជ្រាវនេះអ្នកវិទ្យាសាស្ត្រសង្ឃឹមថាតាមរយៈការកំណត់គោលដៅក្នុងការជួយប្រព័ន្ធសម្អាតខួរក្បាលនេះពួកគេអាចបង្កើតវិធីព្យាបាលនិងជួយពន្យាការភ្លេចភ្លាំងរបស់មនុស្សចាស់